ចាជំរាបសួរកូនទាំងអស់គ្នាសុខសប្បាយអរគុណចាអរគុណព្រះសម្រាប់ថ្ងៃថ្មីនិងសុខភាពដែលព្រះអង្គតែងតែការពារដល់កូនអញ្ចឹងថ្ងៃនេះយើងមានកិច្ចការថ្នាក់ទី4ចាមេរៀនថ្ងៃនេះគឺយើងរៀនពីមេរៀនទី33សញ្ញាបដិសេធឬតនភាពចាអញ្ចឹងដើម្បីយើងដឹងពីពាក្យដែលមានសញ្ញាតនភាពគឺយើងត្រូវធ្វើពីនិយមន័យជាមួយគ្រូទាំងអស់គ្នាសញ្ញាបដិសេធឬក៏សញ្ញាតនភាពហ្នឹងសម្រាប់លុបសូត្រជនញ្ញៈឬស្រាក់មិនឲ្យអានតាមសំណេរតើឥឡូវខ្ញុំអានជាមួយអ្នកគ្រូម្ដងទៀតសញ្ញាបដិសេធឬសញ្ញាតនភាពសម្រាប់លុបសូត្រជនញ្ញៈឬស្រាក់មិនឲ្យអានតាមសំណេរតើឥឡូវយើងមកមើលឧទាហរណ៍ចំនួន3ដើម្បីអ្នកគ្រូបង្ហាញកូនចាទី1ទឹកមានប្រយោជន៍ណាស់សម្រាប់មនុស្សសត្វនិងរុក្ខជាតិអានម្ដងទៀតទឹកមានប្រយោជន៍ណាស់សម្រាប់មនុស្សសត្វនិងរុក្ខជាតិអញ្ចឹងយើងដឹងហើយថាមនុស្សសត្វរុក្ខជាតិគឺជាស្នាមព្រះហស្ថរបស់ព្រះជាម្ចាស់ដែលទ្រង់បានបង្កើតមកហើយមនុស្សសត្វរុក្ខជាតិគឺតែងតែត្រូវការទឹកជាចាំបាច់ចាព្រោះដើម្បីនឹងមានជីវិតឬមានជីវិតអញ្ចឹងពាក្យថាប្រយោជន៍គឺយើងមានណហើយនឹងតនភាពសញ្ញាតនភាពអញ្ចឹងណនិងសញ្ញាតនភាពគឺត្រូវបានលុបសូរចឹងចាតោះឥឡូវយើងមើលទៀតទី2យើងសម្រាកក្រោមដើមពោធិ៍ក្បែរមាត់បឹងសូមអានជាមួយអ្នកគ្រូម្ដងទៀតយើងសម្រាកក្រោមដើមពោធិ៍ក្បែរមាត់បឹងអញ្ចឹងពាក្យពោធិ៍ចាពោធិ៍គឺមានធោសអិនិងសញ្ញាតនភាពអញ្ចឹងធោសអិនិងសញ្ញាតនភាពនេះគឺត្រូវបានលុបមានន័យថាលុបសូរចេញអត់ឲ្យអត់លឺទេអត់លឺសំឡេងទេគឺលឺតែពោទេចាតោះឥឡូវយើងមើលទៀត3កូនខ្មែរត្រូវខំរក្សាទេឈ្មោះឲ្យបានរុងរឿងសូមអានជាមួយអ្នកគ្រូម្ដងទៀតកូនខ្មែរត្រូវខំរក្សាទេឈ្មោះឲ្យបានរុងរឿងអញ្ចឹងពាក្យដែលសញ្ញាតនភាពនេះគឺទេចាហើយរដស្អិតនភាពគឺអត់មានសំឡេងទេមានន័យថាលុបត្រូវបានលុបសូរចាចេញអញ្ចឹងលឺតែសំឡេងកេទេកដាក់ស្ដាប់ទេកេរដស្អិតនភាពគឺអត់មានសូរទេចាអញ្ចឹងពាក្យដែលយើងប្រើសញ្ញាតនភាពគឺប្រយោជន៍ពោកេចាអញ្ចឹងមេរៀននេះគឺចាប់តែប៉ុណ្ណេះអ្នកគ្រូសង្ឃឹមថាកូនត្រឡប់ទៅផ្ទះវិញអាចស្វែងរកពាក្យដែលមានសញ្ញាតនភាពឬក៏កូនមានចម្ងល់អាចសួរអ្នកគ្រូនៅពេលក្រោយបានសូមអរគុណច្រើនសូមជម្រាបលា